លោកនេះគឺពិតជាមានមនុស្សដែលមានមុខមាត់ដូចគ្នាមែននាងធ្វើអីខ្ញុំពួកឯងហ្វៃលេខាស៊ូសូមនាងបកស្រាយបន្តិចដោយសារតែលោកប្រធានមានរូបរាងដូចជាមិត្តរបស់ខ្ញុំម្នាក់នាងតំណែងណាយកការងារទៅធ្វើទៅទោះបីជាគេមានរូបរាងដូចគ្នាក៏ពិតមែនក៏ប៉ុន្តែពួកគេគឺជាមនុស្សពីរផ្សេងគ្នាអីឈីគេបានបាត់បង់ការចងចាំមួយអ្នកគ្រូប៉ាគេគឺជាប្រធានថ្មីអីឈីនាងគឺជាអនាគតភរិយាខ្ញុំហ្វៃខ្ញុំគិតថានាងនឹងមិនបំផ្លាញសុភមង្គលខ្ញុំទេកុំបារម្ភអីខ្ញុំមិនរំខានពួកឯងទាំងពីរនោះទេប៉ុន្មានថ្ងៃទៀតពួកយើងមានកម្មវិធីជប់លៀងតែឯងពេកអីហើយនៅថ្ងៃស្អែកពួកយើងទៅទិញអាយជាមួយគ្នាហ្វៃបងនឹងនាងគឺគ្មានតំណែងក្នុងអីទេអូនចេះលើបងក៏ប៉ុន្តែនាងយ៉ាងម៉េចនាងថាបងនឹងក៏មានរូបរាងដូចជាមិត្តរបស់នាងហើយកាលពីមុនពេលដែលនៅរៀននាងតែប្រាប់មជ្ឈបាយមួយនឹងដើម្បីតាក់ទាញមនុស្សប្រុសដោយសារតែលោកប្រធានមានរូបរាងដូចជាមិត្តរបស់ខ្ញុំម្នាក់អូនពិតជាខ្លាចថានាងនឹងដើមយកបងពីអូនទៅណាមានឈួតគ្មានតែគេទៅដើមបងពីអូនទេតែតែប្រូសម្លៀកបំពាក់ទេហ្វៃលោកប្រធាននាងមកធ្វើអីខ្ញុំគឺមកទិញសម្លៀកបំពាក់កន្លែងនេះគេបើកលក់អីថងមកក៏មិនចម្លែកដែរខ្ញុំតែមកហាងនេះទិញសម្លៀកបំពាក់ឯណាមើលទៅពេលដែលពួកយើងនិយាយទូរស័ព្ទប្រហែលជានាងបានលើពួកយើងនិយាយគ្នាបងចាំអូននៅក្រៅពិតជាស្អាតណាស់ដឹងហើយឥឡូវខ្ញុំនឹងត្រឡប់ទៅវិញឯងទៅវិញហើយមែនអ្នកនាងនេះគឺជាកាបូបរបស់អ្នកនាងខ្ញុំទៅមុនហើយមួយនេះស្អាតដែរអូនស្អាតមុននឹងពេលដែលនាងនៅអូនមិនហ៊ានលុកកៅអៅផងកាលដែលនៅរៀននាងតែងតែពាក់កៅអៅតាមអូនរហូតនឹងនៅចំពោះមុខមនុស្សប្រុសដែលអូនស្រឡាញ់ក៏នាងធ្វើអញ្ចឹងដែរកុំខ្វល់ពីនាងបងមិនមែនជាមនុស្សប្រុសអញ្ចឹងទេជារបស់ហ្វៃនាងហាមប៉ះចដាច់ខាតដឹងអត់ខ្ញុំក៏ផឹករបស់នឹងដែរខ្ញុំស្មានតែរបស់ខ្ញុំជ្រុនតើកាលដែលនៅរៀននាងតែងតែពាក់កៅអៅតាមអូនរហូតនឹងនាងសូមជួយយកទៅដាក់អង្គការគេបន្តិចខ្ញុំនិយាយថាកាលពីមុនខ្ញុំយកច្រឡំនោះទេមិនក៏លោកបើបាក់អញ្ចឹងនាងមិនទៅអញ្ចឹងខ្ញុំទៅកក់កន្លែងញ៉ាំអីខ្ញុំដឹងថាលោកមិនមែនជាគេទេក៏ប៉ុន្តែខ្ញុំគ្រាន់តែអូនស្លៀកពាក់អញ្ចឹងទៅពិតជាស្អាតមែនមិនក៏ឯងអូនទៅរកអាផ្សេងវិញនាងគិតថានាងស្លៀកពាក់ដូចជាហ្វៃផឹកដូចជាហ្វៃគិតថាខ្ញុំស្រឡាញ់នាងមែនលោកយកច្រឡំហីសម្លៀកបំពាក់នេះគឺខ្ញុំជាអ្នកទិញមុនទេពួកគេគឺនាងមកធ្វើការឬក៏ចង់មកតាក់ទងខ្ញុំស្មានមិនដល់ថាអ៊ីថងជាមនុស្សចឹងសោះបើលោកគិតអញ្ចឹងបានតើខ្ញុំនឹងលាឈប់លោកប្រធាននេះគឺជាទូរស័ព្ទរបស់អ៊ីថងមិនយូរណាស់ទេខ្ញុំនឹងធ្វើឲ្យអ៊ីថងតែទាំងលេងបកក្រោយហើយអ៊ីជីក៏មិនអាចចង់ចាំឡើងវិញដែរអូននិយាយស្អី我的心被你选